ការពិតត្រូវបានលាតត្រដាងបណ្ដាហើយមានសំណួរខ្លះមនុស្សមិនបាច់មកទេទុកឲ្យពេលវេលាជាអ្នកឆ្លើយជំនួសការពីពេលមិនទាន់មានបទឈប់បាញ់ភ្លាមពេលនោះស្បៀងអាហារនិងសម្ភារៈជាច្រើនត្រូវបានសប្បុរសជនដឹកជញ្ជូនទៅជួយជនភៀសសឹកនិងទាហានជួរមុខហើយបច្ចុប្បន្នបានលើកយករឿងនេះមកធ្វើប្រធានបទចោទរដ្ឋាភិបាលថាមិនចេះគិតគូរដល់ប្រជាពលរដ្ឋនិងទាហានឥឡូវជាង4ខែមកនេះបន្ទាប់ពីសប្បុរសជននាំគ្នាដឹកស្បៀងដូចហែកឋិនបានមួយប្រាវហើយក៏ស្ងាត់ឈឹងតើអ្នកណាទទួលខុសត្រូវផ្គត់ផ្គង់ទៅជួរមុខនិងប្រជាជនបន្តច្បាស់ណាស់ 100% គឺរដ្ឋាភិបាលនិងក្រសួងការពារជាតិជាអ្នកធានារ៉ាប់រងផ្គត់ផ្គង់ទាំងស្បៀងអាហារសម្ភារៈគ្រប់បែបយ៉ាងរហូតមកដល់ពេលនេះនៅតាមកន្លែងជាច្រើនជនភៀសសឹកមិនទាន់បានត្រឡប់ចូលលំនៅឋានវិញទេហើយកងកម្លាំងយើងក៏នៅប្រចាំការជួរមុខគឺនៅបន្តការពារព្រំដែនធម្មតាទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំលោកត្រូវមានអំរិតធ្ងន់ទាំងខាងក្នុងទាំងខាងក្រៅខាងក្នុងត្រូវមើលថែទាំសុខុមាលភាពប្រជាជនភៀសសឹកនិងពលករដែលត្រឡប់មកពីសៀមវិញខាងក្រៅត្រៀមយុទ្ធសាស្ត្រទាំងការទូតនិងអាវុធយើងបានឃើញហើយមួយរយៈនេះទាហានជួរមុខយើងបានបំពាក់អាវក្រោះមួកការពារអាវុធធំដែលមើលទៅមិនចាញ់ប្រទេសអ្នកមានក្នុងតំបន់នោះទេកំឡុងពេលឥឡូវនេះយើងបានមើលស្ថានភាពហាក់មានភាពស្ងប់ស្ងាត់តែនៅជួរមុខទាហានយើងនៅដេកទល់ខ្នងនិងឆ្លោះគ្នាជាមួយពួកអាណេវរាល់ថ្ងៃទេការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនទាហាននិងរដ្ឋាភិបាលវាជាសញ្ញាវិជ្ជមានដើម្បីបង្ហាញសត្រូវថាខ្មែរចេះរួបរวมគ្នាខ្មែររឹងមាំសូមបងប្អូនបន្តគាំទ្រនិងជឿជាក់លើថ្នាក់ដឹកនាំនិងរាជរដ្ឋាភិបាលយើងអត្ថបទដោយមេតបលីពូតកតងទៅនឹងព័ត៌មានចែកល្វីថ្ងៃនេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា